ថៃបង្កហេតុទាហានដើរជន់មីនដើម្បីហែកចោលកិច្ចព្រមព្រៀងសន្តិភាពនិងត្រៀមធ្វើសង្គ្រាមជាមួយនឹងប្រទេសកម្ពុជាម្ដងទៀតបញ្ហាមីនមិនមែនជារឿងថ្មីដែលថៃតែងតែប្រើធ្វើជាលេសដើម្បីបង្ករឿងជាមួយប្រទេសកម្ពុជានោះទេរាល់ពេលដែលស្ថានភាពព្រំដែនកម្ពុជាថៃមានភាពធូរស្រាលហាក់មានសង្ឃឹមក្នុងការស្ដារសន្តិភាពឡើងវិញតែងតែមានឧបទ្ទវហេតុកូនទាហានថៃដើរជន់មីនដាច់ជើងឬរងរបួសជានិច្ចតើនេះជាចេតនារបស់មេដឹកនាំថៃមែនទេតួយ៉ាងមិនខុសពីរាល់ដងខណៈដែលស្ថានភាពព្រំដែនប្រទេសទាំងពីរវិវត្តរកភាពល្អប្រសើរទៅហើយស្រាប់តែមានហេតុការណ៍ទាហានថៃដើរជន់មីនជាថ្មីម្ដងទៀតដែលហេតុការណ៍នោះកើតឡើងនៅថ្ងៃច័ន្ទទី10ខែវិច្ឆិកាឆ្នាំ2025នៅត្រង់ចំណុចហុយតាម៉ារីនៃខេត្តស៊ីសាកេតដោយបានបណ្ដាលឲ្យកូនទាហានថៃម្នាក់ដាច់កជើងនិងម្នាក់ទៀតរងរបួសតើនេះជាការរៀបចំឬយ៉ាងណាខណៈដែលបញ្ហានេះកើតឡើងនៅជិតថ្ងៃដែលទាហានថៃព្រមដោះលែងវរៈកងទ័ពខ្មែរទាំង18រូបមកវិញគួររំលឹកថាដឹកនាំប្រទេសថៃបានប្រកាសនាប៉ុន្មានថ្ងៃមុនថារដ្ឋបាលថៃនឹងធ្វើការដោះលែងកងទ័ពខ្មែរទាំង18រូបនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ដែលខ្វះតែ2ថ្ងៃទៀតប៉ុណ្ណោះពីថ្ងៃដែលកូនទាហានថៃបានដើរជន់មីននៅតំបន់ភ្នំទ្រាប់នេះក្រោយពីមានហេតុការណ៍នេះនាយករដ្ឋមន្ត្រីថៃគឺលោកអនុទិនច័ន្ទវីរៈគុលបានប្រកាសពីការរំសាយការដោះលែងវរៈកងទ័ពខ្មែរមកកម្ពុជាវិញមិនត្រឹមតែប៉ុណ្ណោះនាយករដ្ឋមន្ត្រី4ខែរូបនេះថែមទាំងបានហែកចោលកិច្ចព្រមព្រៀងសន្តិភាពទៀតផងដែលទង្វើនេះគឺជាការមិនគោរពឲ្យតម្លៃដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីគឺលោកអាន់វ៉ាអ៊ីប្រាហ៊ីមនិងជាពិសេសនោះគឺប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំព្រោះថាកិច្ចព្រមព្រៀងសន្តិភាពនេះគឺរៀបចំឡើងដោយលោកអាន់វ៉ាអ៊ីប្រាហ៊ីមនិងចុះហត្ថលេខាជាសាក្សីដោយលោកដូណាល់ត្រាំបន្ថែមលើនេះទៅទៀតអនុទិនក៏បានប្រកាសថាសន្តិភាពជាមួយកម្ពុជាបានដើរដល់ទីបញ្ចប់ហើយលោកផ្ដល់ការគាំទ្រយ៉ាងខ្លាំងក្លាទៅដល់កងទ័ពថៃគ្រប់សមរភូមិទាំងអស់ដែលនេះមានន័យថានាយករដ្ឋមន្ត្រី4ខែរូបនេះបានបើកភ្លើងខៀវឲ្យយោធាថៃធ្វើសង្គ្រាមជាមួយកម្ពុជាដោយមិនខ្វល់ពីអន្តរជាតិណាឡើយទោះបីជាសហរដ្ឋអាមេរិកក៏ដោយតើសង្គ្រាមអាចកើតមានម្ដងទៀតដែរឬទេរងចាំតាមដានស្ថានភាពព្រំដែនទាំងអស់គ្នាថានឹងមានអ្វីកើតឡើងជាបន្តទៀត